tờ nó mới đưa với các lang và sân và Luffyคือមានសមត្ថភាពពី Devil Fruit របស់គាត់ទេស្អែកបងប្អូនគ្នាស្វាគមន៍មកកាន់ខ្ញុំ Ultra Boy Suyo ហើយថ្ងៃនេះយើងមកធ្វើការនិយាយអំពីវិធានបទដែលខ្ញុំបាននិយាយពីមិញហ្នឹងអូខេអញ្ចឹងកុំឲ្យខាតពេលយូរយើងទៅទស្សនាទាំងអស់គ្នាហើយមុននឹងចូលកុំភ្លេចចុច Like Subscribe ទៅលើ Channel ខ្ញុំម្នាក់មួយអូខេតោះកុំឲ្យខាតពេលយូរយើងទស្សនាទាំងអស់គ្នា Let's go ឧទាហរណ៍ថាបើសិនបើ Luffy មិនបានបរិភោគ Gumo Gumo no Mi ដែល Shanks នាំមកនោះទេគាត់នឹងខ្លាចទៅជាមនុស្សដែលធម្មតាម្នាក់ Luffy នឹងគ្មានកម្លាំងប៉ះដែលគេហៅថា Rober Power នឹងគ្មាន Gear ទី2 Gear ទី3 Gear ទី4និង Gear ទី5ហើយក៏គ្មាន Nika អវត្តគ្នាងផងដែរក៏ប៉ុន្តែឧទាហរណ៍ថាបើសិនបើបំណងប្រាថ្នាក្តីស្រឡាញ់សេរីភាពនិងស្មារតីចង់ក្លាយទៅជាស្ដេចចៅសមុទ្រម្នាក់នៅតែមិនផ្លាស់ប្ដូរហើយ Luffy នៅតែចេញទៅធ្វើជាចៅសមុទ្រតើនឹងមានរឿងអ្វីកើតឡើងបន្តទៀតចំណុចដែលខ្លីនោះគឺ Luffy នឹងខិតខំអភិវឌ្ឍខ្លួនឯងដោយខ្លួនឯងតែម្ដងចំណុចទី1នោះគឺ Luffy នឹងខិតខំសិក្សាអំពី Haki ទាំង3ប្រភេទដែលវាមានដូចជា Observation Haki ដែល Luffy ត្រូវខិតខំរៀនមុនគេបន្តមកទៀតគឺ Armament Haki ដូចជា Relic ផងដែរនិងចុងក្រោយគឺ Conqueror Haki ដែលក្លាយជាអាវុធសំខាន់បំផុតសម្រាប់ខ្លួនឯងពីព្រោះថា Conqueror Haki របស់ Luffy គឺវាពិតជាខ្លាំងមែនតើចំណុចទី2នោះគឺកាយសម្បទាឬក៏ជំនាញរបស់ Luffy នឹងត្រូវហាត់ក្បាច់គុណដូចជា Rock Lee នៅក្នុងរឿង Naruto ហើយគាត់អនុវត្តចលនាពីមនុស្សខ្លាំងដូចជា Rokushiki ហើយនឹងប្រើកាយវិការដូចជា Jet Step Sky Jump ដែលគ្មាន Devil Fruit ឡើយនៅពេលនោះគឺនឹងមានការប្រែប្រួលនៅក្នុងរឿងតាំងពីចាប់ផ្ដើមភាគយកតែម្ដងឧទាហរណ៍ថានៅក្នុងវគ្គទី1គឺវគ្គ Along Park Luffy នឹងត្រូវប្រើ Armament Haki ដើម្បីបំបែក Along ដោយប្រើក្បាច់ផ្ទាល់ខ្លួនរបស់គាត់ចំណែកឯនៅវគ្គ Enirubi ដែលគាត់ត្រូវជួបជាមួយនឹង Lucy វិញប្រសិនបើ Luffy ក៏គ្មាន Gear ទី2ទេគាត់នឹងប្រើក្បាច់ដោយប្រើដៃរបស់គាត់ផ្ទាល់និងត្រូវការវាយទៅកាន់សត្រូវហើយនៅក្នុងបេសកកម្មទៅជួយរំដោះ Ace ចេញពី Marineford ប្រសិនបើ Luffy ក៏គ្មាន Rubber Body ដើម្បីគេចពីអាកាយនុទេគឺគាត់ត្រូវតែប្រើក្បាច់ផ្ទាល់ខ្លួនរបស់គាត់ដើម្បីរត់ទៅវាយទៅលើអាកាយនុឬក៏រត់គេចពីអាកាយនុយកតែម្ដងចំណែកឯការជួបជាមួយនឹង Kaido ឬ Big Mom វិញ Luffy នឹងរួមបញ្ចូលជាមួយនឹង Haki ទាំង3ប្រភេទរបស់គាត់ហើយប្រើជាមួយនឹងបច្ចេកវិទ្យា Haki Infusion ដូចជា Roger និង Whitebeard ហើយ Luffy នឹងក្លាយទៅជាអ្នកប្រដាល់កំពូលដោយពឹងផ្អែកទៅលើសាច់ដុំ Rubber របស់គាត់ការប្រើបែបនេះគឺវាស្តៀងទៅនឹងក្បាច់របស់ Sanji ឬក៏ Zoro ដែរដែលពួកគាត់គឺគ្មាន Devil Fruit ទេប៉ុន្តែពួកគាត់គឺមាន Haki នៅពេលដែល Luffy ក៏គ្មាន Devil Fruit ទេគឺគាត់នៅមានជាមួយសមាជិកនៅក្នុងក្រុមរបស់គាត់ច្រើនអ្នកទៀតប្រសិនបើគាត់គ្មាន Rubber Power គឺវាមិនមានជាបញ្ហាសម្រាប់ Luffy ទេពីព្រោះថាក្រុម Straw Hat របស់គាត់គឺជួយគ្នាដោយចិត្តស្មោះត្រង់Zoro, Sanji និង Jinbei គឺកាន់តែចូលរួមចំណែកក្នុងការជួយក្រុមជាចាំបាច់បំផុតចំណែកឯ Nami, Usopp និង Frankie នឹងបង្កើតបច្ចេកវិទ្យាដ៏ទំនើបផ្សេងៗដើម្បីសម្រេចជាមួយនឹង mission របស់ពួកគេបន្តទៀតដោយអ្នកនរគ្នាបានដឹងហើយថាសមាជិកនៅក្នុងក្រុម Straw Hat Pirate គឺពួកគាត់ជួយគ្នាខ្លាំងមែនតើរបៀបរបស់ពួកគេគឺនៅតែបន្តអញ្ចឹងដូច្នេះបើសិនបើ Luffy គាត់គ្មានជាមួយនឹង Devil Fruit ទេក៏គាត់នៅតែមានសមត្ថភាពខ្លាំងដោយសារតែសមាជិករបស់គាត់គឺជាសមាជិកដែលខ្លាំងផងដែរហើយជាចុងក្រោយនោះតើ Luffy អាចក្លាយជា Pirate King ឬក៏ស្ដេចចៅសមុទ្របានទេបើសិនបើគាត់គ្មាន Devil Fruitហើយនេះគឺជាចម្លើយដែលខ្លីបំផុតដែលអ្នកទាំងអស់គ្នាប្រកាសជាបានដឹងរួចរាល់ហើយគឺចម្លើយគឺខ្លីណាស់គឺបានដូច្នេះ Luffy គឺគេនៅតែអាចក្លាយទៅជា Pirate King ឬស្ដេចចៅសមុទ្របានប្រសិនបើគាត់មានដូចជាចិត្តស្មោះត្រង់ស្មារតីមិនចុះចាញ់ Haki ខ្លាំងក្លាមិត្តភាពនិងភាពជាអ្នកដឹកនាំឲ្យក្តីស្រឡាញ់សេរីភាពខ្លាំងបំផុតអ្វីដែលកាន់តែពិសេសនោះគឺ Luffy នឹងត្រូវបានទទួលស្គាល់ដោយពិភពលោក Pirate ថា Luffy គឺជា Pirate King ម្នាក់ដែលចាប់ផ្ដើមពីមនុស្សធម្មតាដោយពោរពេញទៅដោយចិត្តដ៏មហិមាអូខេអ្នកទាំងអស់គ្នានឹងអញ្ចឹងសម្រាប់វីដេអូនេះគឺមានតែប៉ុណ្្នឹងទេសង្ឃឹមថាអ្នកទាំងអស់គ្នានឹងពេញចិត្តហើយអធិស្ឋានខ្លាំងមែនទែនបើសិនបើមានកំហុសខុសឆ្គងនៅក្នុងវីដេអូនេះអូខេអញ្ចឹងគឺខ្ញុំមានតែប៉ុណ្្នឹងទេអ្នកទាំងអស់គ្នាជួបគ្នានៅក្នុងវីដេអូក្រោយទៀតបាយបាយ